នេះគឺជារបៀបបង្កើត Gmail នៅលើទូរស័ព្ទដៃជាដំបូងចូលទៅកាន់ Gmail ហើយចុចរកពាក្យបញ្ចូលអាសយដ្ឋាន Gmail បន្ទាប់មកទៀតចុចយកពាក្យ Google សូមរងចាំមួយបន្តិចសិនហើយវានឹងចូលមកដល់ត្រង់នេះសូមចុចយកពាក្យបង្កើតគណនីហើយជ្រើសរើសយកខាងលើគេបន្ទាប់មកទៀតសូមបញ្ចូលឈ្មោះនៅពេលដែលបងប្អូនបញ្ចូលឈ្មោះរួចហើយសូមជ្រើសរើសពាក្យថាបន្ទាប់ចុចកន្លែងហ្នឹងទៅឬជាភាសាអង់គ្លេសគឺពាក្យ next ដាក់មកបញ្ចូលថ្ងៃខែឆ្នាំកំណើតនិងជ្រើសរើសយកភេទមានភេទស្រីភេទប្រុសអីជាដើមអញ្ចឹងនៅត្រង់នេះសូមអីដែលសំខាន់សូមបញ្ចូលថ្ងៃខែឆ្នាំកំណើតឲ្យបានរួចរាល់សិនមកហើយចាំយើងចុចទៅជ្រើសរើសយកភេទហើយកន្លែងជ្រើសរើសយកភេទហ្នឹងគឺចង់ដាក់បង្ហាញថាភេទស្រីឬភេទប្រុសក៏បានមិនចង់បង្ហាញក៏បានហើយសម្រាប់ចូលមកដល់ត្រង់ចំណុចនេះអាសយដ្ឋាន Gmail ហ្នឹងគឺយើងចង់ជ្រើសរើសយកអ្វីដែលគេបង្កើតឲ្យស្រាប់ក៏បានពីខាងលើហ្នឹងយើងពេញចិត្តមួយណាចុចយកមួយហ្នឹងមកប៉ុន្តែនៅកន្លែងត្រង់នេះគឺខ្ញុំចង់បង្កើតដោយខ្លួនឯងអញ្ចឹងខ្ញុំវាបញ្ចូលអ្វីដែលខ្ញុំចង់បានចូលទៅក្នុងហ្នឹងនៅត្រង់ចំណុចនេះផងដែរនៅពេលដែលយើងវាបញ្ចូលនៅអ្វីដែលយើងចង់បានរួចហើយសូមចុចយកពាក្យបន្ទាប់ហើយចូលដល់កន្លែងចំណុចសំខាន់នោះគឺការបញ្ចូលលេខកូដឬក៏ password របស់ Gmail នឹងឯងអញ្ចឹងសូមបងប្អូនចាំទាំងខាងលើនិងខាងក្រោមទាំង Gmail ទាំងអាសយដ្ឋាន Gmail ក៏ដូចជា password ឬក៏លេខកូដរបស់ Gmail ហ្នឹងអញ្ចឹងបើសិនជាភ្លេចលេខកូដសម្ងាត់របស់ Gmail គឺយើងអាចចូលប្រើប្រាស់បានទេប៉ុន្តែនៅក្នុងនេះផងដែរគឺយើងអាចស្ដារ Gmail នឹងមកវិញបានតាមរយៈលេខទូរស័ព្ទក៏ដូចជា Gmail ផ្សេងមួយទៀតនៅពេលដែលបងប្អូនភ្លេចលេខកូដអញ្ចឹងគឺមានពីរវិធីសាស្ត្រហ្នឹងដើម្បីស្ដារយក Gmail នឹងមកវិញបានហើយសម្រាប់លេខកូដនេះផងដែរត្រូវបញ្ចូលយ៉ាងតិចណាក៏8ខ្ទង់ដែរដើម្បីធានានៅសុវត្ថិភាពរបស់ Gmail យើងនឹងនៅពេលដែលបញ្ចូលលេខកូដហើយសូមចុចយកពាក្យបន្តហើយនៅកន្លែងនេះសូមបងប្អូនចុចអូសមកខាងក្រោមឲ្យអស់មកអូសមកខាងក្រោមឲ្យអស់ហើយបងប្អូនចុចtick វាទៅគឺ tick នៅខាងក្រោមគេបង្អស់ចានេះតោះមកចុចពាក្យថាខ្ញុំយល់ព្រមសម្រាប់លេខកូដឬក៏ password របស់ Gmail ហ្នឹងសូមកុំដាក់លេខសុទ្ធឬក៏តួអក្សរសុទ្ធអញ្ចឹងសូមដាក់លីបញ្ចូលគ្នាមកនៅត្រង់ចំណុចនេះគឺ Gmail របស់យើងបានបង្កើតហើយរួចរាល់ហើយប៉ុន្តែនៅមួយចំណុចទៀតដែលសំខាន់គឺសំខាន់ត្រង់ចំណុចនេះគឺយើងត្រូវប្រើប្រាស់លេខទូរស័ព្ទដើម្បីភ្ជាប់ជាមួយនឹង Gmail ដើម្បីស្ដារទុកស្ដារGmail នៅថ្ងៃក្រោយក៏ដូចជាការពារ Gmail របស់យើងអញ្ចឹងសូមចុចទៅកន្លែងprofile កន្លែងរូបពណ៌ស្វាយហ្នឹងចុចចូលកន្លែងហ្នឹងមកបន្ទាប់មកទៀតសូមជ្រើសរើសកន្លែងទំព័រដើមហើយចុចបញ្ចូលលេខសម្រាប់ស្ដារអីហ្នឹងបន្ទាប់មកទៀតសូមរងចាំហើយកន្លែងហ្នឹងគឺដូចខ្ញុំបានប្រាប់ពីដើមចឹងយើងអាចដាក់ Gmail ផ្សេងមួយទៀតដើម្បីទុកស្ដារនិងលេខទូរស័ព្ទចឹងមានពីរជម្រើសឥឡូវខ្ញុំដាក់លេខទូរស័ព្ទដើម្បីទុកស្ដារ Gmail ហ្នឹងនៅពេលណាដែលមានបញ្ហាបន្តមកទៀតសូមចុចជ្រើសរើសពាក្យរក្សាទុកតែប៉ុណ្ណេះគឺថារួចរាល់ហើយចាអញ្ចឹងបងប្អូនអាចចុចចេញមកវិញបានហើយកន្លែងនេះបងប្អូនបើមាន Gmail អាចបំពេញ Gmail បានអត់អីទេអញ្ចឹងយើងអាចមានជម្រើសពី